កូនច្រើនសម្រាប់ការបង្ហាញនៅសមត្ថភាពរបស់បេក្ខនារីយើងតែមានយ៉ាងណាដែរបន្ទាប់ពីបានបង្ហាញនៅវិញ្ញាសាមួយនេះពេញចិត្តទេចាបងពេញចិត្តព្រោះតែពេញចិត្តហ្នឹងទៅបងលើកនៅបទចម្រៀងនេះឡើងអូចាចឹងទេនៅក្នុងពេលនេះសូមនាំអារម្មណ៍បងចាទទួលស្ដាប់នៅការចាប់អារម្មណ៍ក៏ដូចជាការវិតម្លៃពីគណៈមេប្រយោគរបស់យើងទាំងពីររូបដែលជាដំបូងនេះសូមអញ្ជើញវត្តមានរបស់បងស្រីសូដានីតាចាអរគុណជម្រាបសួរបងស្រីចាជម្រាបសួរអូនសុខសប្បាយបងចាសុខសប្បាយចាយ៉ាងម៉េចដែរសប្តាហ៍នេះចាគឺលើកយកនៅការសម្ដែងរបៀបជាចាគឺផ្នែកខាងបុរាណចាព្រោះបងគិតថាពីមុនបងសម្ដែងបុរាណដែរក៏ប៉ុន្តែជាយីគេអញ្ចឹងបងចង់បញ្ចេញនៅអ្វីដែលប្លែកពីសកាសប្តាហ៍ណាអូនចាហ្នឹងហើយចង់ផ្លាស់ប្ដូរពីសប្តាហ៍មកខែធ្វើយ៉ាងណាឲ្យយើងប្លែកខុសគ្នាចាហើយនឹងចង់ដឹងថាតើសមត្ថភាពរបស់បងអាចសម្ដែងបានឬអត់ចាចង់សួរបងថាតាំងពីដើមមកគឺបងមានធ្លាប់ហាត់របាំទេបងអត់ទេអូនបងអត់ធ្លាប់ទេតែគ្រាន់តែថាបងមានបទពិសោធន៍ខ្លះខាងផ្នែកចម្រៀងនៅកន្លែងធ្វើការបងគេឲ្យបងកាន់ក្នុងផ្នែកសិល្បៈអញ្ចឹងណាអូននាំលេងហាត់ចម្រៀងហាត់អីដល់ពេលមានកម្មវិធីនៅក្នុងកន្លែងធ្វើការហ្នឹងតែម្ដងអូនចាព្រោះថានេះខ្ញុំសម្គាល់ឃើញបងស្រីចាឃើញថាការដែលរាំសម្ដែងរបស់បងគឺមានការទន់ភ្លន់ចាជាមួយនឹងការកដងភ្លេងកដងជើងបងគោះក៏ត្រូវជាមួយនឹងកដងភ្លេងរបស់គេបងចាគឺត្រូវកដងភ្លេងហើយជាពិសេសហ្នឹងគឺគាត់ថាពេលខ្លះខ្ញុំឃើញបងការពិតការសម្ដែងជាពិសេសគឺផ្នែករបាំបុរាណហ្នឹងតាមនឹងខ្ញុំចាគឺធ្លាប់បានរៀនខាងពីសាលាវិចិត្រសិល្បៈខ្លះចាតាមរយៈកម្មវិធីអប្សរាវ័នហ្នឹងគឺការដែលយើងជីបដៃខ្ញុំឃើញថាយើងជីបគឺយើងអត់មានជីបឲ្យហួសពីចុងដង្ហើមទេណាបងចាបងដល់ពេលខ្លះទៅបងឡើងដល់ចិត្តដល់ធំក៏មានដែរចានៃការឲ្យជាពិសេសគឺនៅពេលដែលបងសម្ដែងនាងខ្ញុំគិតថាបទចម្រៀងនេះគឺជាបទចម្រៀងនៅក្នុងរឿងចាគឺរឿងសាំងសិលជ័យចាសាំងសិលជ័យចាអញ្ចឹងគឺតួអង្គនេះចាគឺជាតួអង្គមួយជាប្អូនរបស់ស្ដេចតតែម្ដងអរគុណប៉ុន្តែមិនថ្មីទេគឺសម្រាប់ពេលនាងខ្ញុំឃើញថាការសម្ដែងរបស់បងល្អសូមជូនពរបងទទួលបានជោគជ័យណាបងណាអរគុណបងចាចំពោះចំណាប់អារម្មណ៍របស់បងស្រីចង់លក្ខណៈយ៉ាងណាដែរសូមជ័យបងចាជំរាបសួរបងស្រីចាជំរាបសួរអូនចាសួស្ដីតែ2នាក់ទីខាងនេះចាបងចាចំពោះបងស្រីចាសម្រាប់នាងខ្ញុំកាយវិការនិងអារម្មណ៍ទៅតាមអត្ថន័យនៃបទចម្រៀងទាំងកាយវិការទាំងអារម្មណ៍គឺបងបញ្ចូលនៅក្នុងការសម្ដែងបានល្អចាពីព្រោះថាបទចម្រៀងបែបបុរាណគឺអារម្មណ៍យើងសម្ដែងបែបបុរាណទាំងកាយវិការរបស់បងទាំងទឹកមុខចាពីព្រោះបទនេះយើងរៀបរាប់ពីទេសភាពពីបុប្ផាបើសិនជាទឹកមុខយើងមិនញញឹមបង្ហាញពីសេចក្តីរីករាយនៅក្នុងចិត្តរបស់យើងបានថានៅក្នុងបេះដូងរបស់យើងគឺមិនខ្វល់រឿងអ្វីទាំងអស់សូម្បីតែរឿងស្នេហាបានថាយើងជាស្ត្រីកំបុម្នាក់ដែលនៅមានភាពបរិសុទ្ធទាំងកាយទាំងចិត្តគឺអារម្មណ៍របស់បងបង្ហាញចេញមកតាមរយៈកាយវិការនិងទឹកដមសំទោសគឺទឹកដមនៃការសម្ដែងរបស់បងគឺថានេះខ្ញុំមុនដំបូងនេះខ្ញុំគិតថាបងគឺជានាតិការបាំបុរាណឬក៏អ្នកសម្ដែងល្ខោនទេតែដោយសារបងមិនមែនជាអ្នកសិល្បៈហើយក៏មិនមែនជាអ្នកដែលមានធ្លាប់សម្ដែងល្ខោនពីមុនមកអញ្ចឹងសូមសរសើរនៅការសម្ដែងរបស់បងដោយស្មោះចំពោះនេះខ្ញុំចូលចិត្តសម្ដែងបទចម្រៀងបែបនេះអញ្ចឹងនេះខ្ញុំដឹងថាអារម្មណ៍នៃការសម្ដែងនឹងដួងវិញ្ញាណដែលថាដួងវិញ្ញាណនៃការសម្ដែងរបស់យើងនៅក្នុងបទបុរាណនេះគឺនេះខ្ញុំដឹងអញ្ចឹងបែបនេះខ្ញុំសូមធ្វើការកោតសរសើរដល់បងដែលបានសម្ដែងបានល្អសម្រាប់នេះខ្ញុំសូមជូនពរឲ្យបងបានជោគជ័យចាចាសូមអរគុណសម្រាប់គណៈមេប្រយោគទាំងពីររូបដែលបានវិតម្លៃចំពោះការសម្ដែងសមត្ថភាពរបស់បេក្ខនារីយើងលោកអ្នកក៏ជាគណៈកម្មការមួយរូបក្នុងការចូលរួមដាក់ពិន្ទុដល់បេក្ខនារីរបស់យើងដែលគ្រាន់តែផ្ញើសារគាំទ្រសូមចុច V132 ឬផ្ញើមកកាន់លេខ626សម្រាប់ប្រព័ន្ធ Medphone ចាសូមធ្វើការផ្ញើសារឥឡូវនេះមុនពេលដែលយើងប្រកាសលទ្ធផលដើម្បីឲ្យបេក្ខនារីទាំងអស់ទទួលបាននូវសារគាំទ្ររបស់អស់លោកអ្នកចាសូមសម្រាប់សិន
ចាបន្តពីវិញ្ញាសាបង្ហាញពីសមត្ថភាពរបស់បេក្ខនារីទាំង4រូបហើយជាបន្តកម្មវិធីមេផ្ទះលេខ1សូមនាំអារម្មណ៍ទស្សនិកជនទស្សនាពីសមត្ថភាពដើរបង្ហាញម៉ូដរបស់បេក្ខនារីទាំង4រូបវិញម្ដងដែលនៅក្នុងវគ្គនេះនាំមកជូនលោកអ្នកទស្សនាដោយសម្លេងអនាម័យមីមីថ្មីសម្លេងអនាម័យមីមីជឿជាក់បំផុតរៀងរាល់ថ្ងៃមានប្រសិទ្ធភាពល្អជាងមុនរឹបស្និទ្ធជាប់ល្អស្រូបទឹកបានលឿនច្រើនស្ដើងទន់មិនសើមស្ងួតសម្លេងអនាម័យមីមីមានផលិតសម្លេងអនាម័យថែមពីរប្រភេទទៀតនោះគឺ Gaga និង Chagol ដែលជាផលិតផលក្នុងស្រុកដំបូងគេរបស់ក្រុមហ៊ុនមីមីដែលនាំចេញទៅលក់នៅម៉ាឡេនិងសិង្ហបុរីសម្លេងអនាម័យមីមីថ្មីផ្ដល់នូវភាពជឿទុកចិត្តជារៀងរាល់ថ្ងៃសម្រាប់យុវតីសម័យថ្មី ភេសជ្ជៈ Power Up Power Up ជាភេសជ្ជៈមានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយអង្គការត្រួតពិនិត្យគុណភាពពិភពលោក ISO 22000:2005 និង ISO 14001:2004 Power Up ថ្មពលពីធម្មជាតិ មន្ទីរព្យាបាលថ្មីដួងសិតមន្ទីរព្យាបាលថ្មីដួងសិតមានតនបណ្ឌិតមានបទពិសោធន៍យូរឆ្នាំមានក្រមសីលធម៌ល្អបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យមានដកធ្មេញដាក់ធ្មេញដាំបង្គោលក្នុងឆ្អឹងនិងធ្វើធ្មេញឲ្យសមន្ទីរព្យាបាលថ្មីដួងសិតមានទីតាំងស្ថិតនៅខាងលិចឈៀងខាងត្បូងផ្សារទំនើបសូរិយាសូមបង្កើនស្នាមញញឹមនិងភាពជឿជាក់របស់លោកអ្នកជាមួយនឹងមន្ទីរព្យាបាលថ្មីដួងសិត សូមអញ្ជើញទស្សនាការបង្ហាញម៉ូដរបស់បេក្ខនារីទាំង4រូបតើស្រស់ស្អាតយ៉ាងណាដែរ សូមទស្សនាទាំងអស់គ្នា មេផ្ទាំងលេខ1វគ្គឆ្លើយ